សូមអនុញ្ញាតបន្តទៅគូទី52ដែលជាគូពិសេសផងដែរខ្សែទឹកខាងក្នុងសំហេងសែនជ័យបារមីចាក់អង្រែលើបាទទុកនេះស្ថិតនៅក្នុងវត្តចាក់អង្រែខណ្ឌច្បារអំពៅដែលឧបត្ថម្ភដោយអាដាមអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាទូករបស់រាជធានីភ្នំពេញដែលមានឯកសណ្ឋានពណ៌ក្រហមបានបោះយោងឆ្លងកងពាន់ទី2ហើយចំណែកឯខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាសវណ្ណភេត្រាបាត់ដំបងសជ័យបាទបាត់ដំបងសជ័យដែលស្ថិតនៅខ្សែទឹកខាងក្រៅមានឯកសណ្ឋានពណ៌បៃតងស្រស់ល្អណាស់រំលេចដោយចុងច្បាពណ៌លឿងខ្ចីមួកពណ៌សលបឿនប្រហាក់ប្រហែលនេះទេសម្រាប់គូពិសេសបាទគូពិសេសគូទី2សំហេងសែនជ័យបារមីចាក់អង្រែលើយ៉ាងម៉េចទៅហើយខ្សែទឹកខាងក្នុងបាទម្សិលមិញអ៊ំនៅវត្តចាក់អង្រែលឿនណាតាមខ្ញុំតាមមើលបាទគឺឈ្នះតែបន្តិចបន្តួចទេនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងគូទី52បាទគូទី52ដែលមានឯកសណ្ឋានដូចគ្នាគឺខ្សែទឹកខាងក្រៅក៏ឯកសណ្ឋានពណ៌ក្រហមខ្សែទឹកខាងក្នុងក៏ឯកសណ្ឋានពណ៌ក្រហមខ្សែទឹកខាងក្រៅសំហេងសែនជ័យបារមីចាក់អង្រែលើដែលអញ្ជើញមកពីវត្តចាក់អង្រែលើខណ្ឌច្បារអំពៅរាជធានីភ្នំពេញទុកនេះឧបត្ថម្ភដោយអាដាមអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯខ្សែទឹកខាងក្នុងទុកមានឈ្មោះថាសវណ្ណភេត្រាបាត់ដំបងសជ័យគឺជាទុកដែលអញ្ជើញមកពីវត្តរាជាដូនកែវក្រុងបាត់ដំបងខេត្តបាត់ដំបងពេលនេះឃើញថាខាងខេត្តបាត់ដំបងក៏ដូចជាខាងរាជធានីភ្នំពេញគឺខ្សែទឹកខាងក្នុងបាទដល់ពេលនេះឃើញថាខ្សែទឹកខាងក្នុងកំពុងតែមានព្រៀបជាងហើយគឺសវណ្ណភេត្រាបាត់ដំបងសជ័យខេត្តបាត់ដំបងដែលស្ថិតនៅខ្សែទឹកខាងក្នុងបានមកដល់ខ្សែព្រាត់ហើយសម្រាប់ជើងទី2ដែលជាជើងចុងក្រោយនៅក្នុងទិវាទី1នេះគឺសវណ្ណភេត្រាបាត់ដំបងសជ័យខេត្តបាត់ដំបងបានទទួលជ័យជំនះទៅលើសំហេងសែនជ័យបារមីចាក់អង្រែលើរាជធានីភ្នំពេញ